Nếu số năng số đấy này học nè ngàyนี้ខ្ញុំមកប្រាប់ពីរូបមន្តនៅក្នុង Excel ដែលយើងហៅថា if error អញ្ចឹងខ្ញុំមានលេខប្រមាណនេះនៅក្នុង function នេះ if error នេះគឺយើងប្រើសម្រាប់នៅពេលដែលបាត់អ្វីមួយឬក៏ដូចគ្នាឬក៏ខុសគ្នាអីវាចេញ message ឲ្យយើងអូខេអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំចង់ឲ្យវាចែកដាច់ឬចែកមិនដាច់ឲ្យវាចេញ message ឲ្យយើងអូខេអញ្ចឹងដំបូងគឺយើងឲ្យ A1 ខ្ញុំដាក់អក្សរធំ A1 ចែកនឹង B1 អូខេអញ្ចឹងវាបាន5អញ្ចឹងរូបមន្តដំបូងវាអញ្ចឹងបន្ទាប់មកខ្ញុំដាក់ឲ្យ if error បាទយូអញ្ចឹងខ្ញុំចង់ឲ្យ15ចែកនឹង0តើវានឹងចេញបែបម៉េចអូខេអញ្ចឹង15គឺនៅក្នុង នៅក្នុង A2 ចែកនឹង B2 ហើយឲ្យវាដាក់ថា error អូខេអញ្ចឹងលេខរបស់វាចែកអត់ដាច់វានឹងចេញ error ឲ្យយើងប៉ុន្តែបើខ្ញុំដូរលេខនេះទៅជាលេខ3វានឹងចេញលេខឲ្យយើងធម្មតាដូចគ្នាដែរគឺបើយើងចង់ដូរលេខនេះទៅជាលេខ5វិញគឺវាចែកដាច់ធម្មតាតែបើវាលេខធំជាងនេះលេខធំជាងនេះវាចែកដាច់ដែរគាត់លេខចែកមកដាច់នឹងវាដូចជាលេខ0អូខេអញ្ចឹង if error មានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាជួបគ្នាក្នុងវីដេអូក្រោយ